វិភាគម្ដងខ្ញុំមិនដែលគិតថាខ្លួនខ្ញុំនឹងមានជីវិតទេពីព្រោះស្ថិតនៅក្នុងទីចង់និយាយថានៅក្នុងប្រទេសមួយដែលមានខ្លាច្រើនដែលមានពស់វែកច្រើនដែលមានឆ្លាមច្រើននៅពេលដែលយើងលោកបណ្ឌិតកែមលីហាក់ដឹងខ្លួនមុនជាស្រេចថារាល់ការវិភាគស្ថានភាពនយោបាយនិងការផ្ដល់ព័ត៌មានដល់សាធារណជនដោយអធិច័យមកនោះលោកនឹងមិនអាចរួចផុតពីសេចក្តីស្លាប់ឡើយក្នុងបទសម្ភាសន៍ជាមួយលោកជុនច័ន្ទបុតលោកបណ្ឌិតកែមលីបញ្ជាក់ថាលោកមិនរីរែកឡើយចំពោះការវិភាគរិះគន់ដើម្បីស្ថាបនាទោះបីជាលោកដឹងថាការវិភាគរបស់លោកប្រថុយប្រឋានដល់អាយុជីវិតរបស់លោកក្តីតើតើនឹងរឿងញញើតនេះដែរខ្ញុំចង់ងាកមកលោកបណ្ឌិតកែមលីបន្តិចប្រហែលថ្ងៃមុនដែលខ្ញុំបានទៅជែកជាមួយនឹងលោកបណ្ឌិតអំពីអំពើហិង្សាដែលកើតឡើងហ្នឹងលោកបណ្ឌិតបានប្រៀបធៀបថាអ្វីដែលកើតឡើងនេះគឺជារបៀប Mike Tyson អ្នកបដាល់របស់អាមេរិកបដាល់តាមរបៀបត្រឹមត្រូវមិនឈ្នះក៏ចាប់ផ្ដើមខំតិចនៅពេលដែលលោកមានប្រសាសន៍បែបនេះហើយតើលោកមានភ័យព្រួយទេពីព្រោះមានប្រសាសន៍បែបនេះគឺហិង្សាដែលកើតឡើងហ្នឹងលោកបណ្ឌិតបានប្រៀបចេញទៅទីសាធារណៈលោកមានការភ័យព្រួយទេឬមួយក៏លោកខ្លាចទេមានអ្នកណាគេគំរាមកំហែងលោកទេពេលដែលលោកចេញដំណើរទៅការស្រាវជ្រាវការធ្វើជីវភាពប្រចាំថ្ងៃធម្មតាបាទពេលដែលខ្ញុំវិភាគម្ដងខ្ញុំមិនដែលគិតថាខ្លួនខ្ញុំនឹងមានជីវិតទេពីព្រោះស្ថិតនៅក្នុងទីចង់និយាយថានៅក្នុងប្រទេសមួយដែលមានខ្លាច្រើនដែលមានពស់វែកច្រើនដែលមានឆ្លាមច្រើននៅពេលដែលយើងវិភាគម្ដងយើងមិនដែលគិតថាយើងនឹងមានជីវិតទេប៉ុន្តែបើសិនជាយើងនាំគ្នាខ្លាចយើងនាំគ្នាខ្លាចទាំងអស់គ្នាយើងអត់អាចមានលទ្ធភាពផ្ដល់គំរូដល់យុវជនទេយើងអត់មានលទ្ធភាពកែប្រែប្រទេសយើងទេអញ្ចឹងហើយបានជាខ្ញុំហ៊ាននិយាយបែបនេះលោកបណ្ឌិតកែមលីត្រូវបានពលរដ្ឋរាប់ម៉ឺននាក់ដែលឆ្លាញ់គាំទ្រការវិភាគរបស់លោកសម្ដែងការសោកស្ដាយនិងសោកសង្រេងហើយចាត់ទុកលោកជាវីរៈជនដោយហែហោបនឹងហែសពលោកទៅវត្តពោធិយារាមហៅវត្តចាស់នៅខណ្ឌជ្រោយចង្វាបន្ទាប់ពីខ្មាន់កំភ្លើងបាញ់សម្លាប់លោកនៅព្រឹកថ្ងៃទី10កក្កដាឆ្នាំ2016ក្នុងស្តាម៉ាតបាយស្ថានីយ៍លក់ប្រេងឥន្ធនៈការតិចត្រង់ចំណុចស្តុបបូកូរាជធានីភ្នំពេញការលោកនៅមានជីវិតលោកក៏ធ្លាប់ដាក់ផែនការសម្រាប់ការវិភាគត្រូវមានលិខិតឆ្លងដែនមួយមានទឹកតការឬវីសា3ទី1បើគេមិនសប្បាយចិត្តគេឲ្យទៅមន្ទីរពេទ្យទី2ទៅព្រៃសរនិងវីសាទី3ទៅវត្តព្រះពុទ្ធលោកថាប្រសិនបើខ្លាចវីសាទាំង3នេះប្រហែលពិបាកនឹងវិភាគផ្ដល់ផលប្រយោជន៍ទៅដល់សង្គមណាស់លោកបណ្ឌិតកែមលីមានអាយុ49ឆ្នាំមានសម្បុរសណ្ដែកបាយមាឌធំដំបងភរិយារបស់លោកគឺអ្នកស្រីប៊ូរចនាអាយុ34ឆ្នាំមានកូន5នាក់លោកកែមលីកើតនៅក្នុងគ្រួសារក្រីក្រមួយនៅភូមិអង្គតកុកឃុំលីបូស្រុកត្រាំកក់ខេត្តតាកែវក្នុងចំណោមបងប្អូន3នាក់លោកជាកូនទី2ឪពុករបស់លោកបានទទួលមរណភាពក្នុងជំនាន់ប៉ុលពតលោកនិងបងប្អូនរស់នៅជាមួយម្ដាយមានមុខរបរជាអ្នកលក់នំបញ្ចុកនិងជាអ្នកលក់គ្រឿងទេសអ្នកស្រីភោគទេជាម្ដាយលោកបណ្ឌិតកែមលីនិយាយថាកូនប្រុសរបស់គាត់កម្រោះហាមាត់សំប្រាក់ពីគាត់ពេលទៅរៀនម្ដងដោយទឹកចិត្តម្ដាយចំពោះកូនលោកស្រីតែងតែដាក់ប្រាក់ក្នុងសិភៅរៀនរបស់លោកបណ្ឌិតកែមលីក្រៅពីការសិក្សាលោកកែមលីក៏ជួយទៅទិញសណ្ដែកបណ្ដោះឲ្យម្ដាយលក់នំបញ្ចុកម្ដុំផ្លូវរថភ្លើងរកវាដូចថាចង់ឲ្យតែគេចេះចង់ឲ្យតែគេដឹងបង្រៀនគេតាំងទូតាំងនៅផ្ទះនេះបង្រៀនគេមានអត់យកលុយយកកាក់អីឲ្យតែគេមករៀនមានក្មេងៗហ្នឹងវាដូចថាវាឆ្មោះត្រង់ចឹងមកវាអត់គិតថាស្លាប់ថារស់អីវាគិតតែទៅមុខចឹងដោយការរៀនសូត្រចឹងវាគិតតែទៅមុខវាអត់មានគិតក្រោយទេមានអារម្មណ៍ថានឹកឃើញថាទទួលអ្វីក៏មិនស្មើមនុស្សស្លាប់ដែរអ្នកភូមិអង្គតកុកភាគច្រើនដឹងថាលោកកែមលីគឺជាអ្នកដែលព្យាយាមរៀនសូត្រមិនតែប៉ុណ្ណោះជាមនុស្សដែលមានទស្សនវិស័យវែងឆ្ងាយគួបផ្សំនិស្ស័យពីកំណើតដែលរៀនឆ្លាតស្រាប់ផងបានរុញច្រានឲ្យលោកក្លាយជាបុគ្គល
ដែលទទួលការចាប់អារម្មណ៍និងការស្រឡាញ់រាប់អានដោយសពថ្ងៃនេះលោកទេខូណាតគឺជាអតីតគ្រូបង្រៀនផ្នែកគណិតវិទ្យាដល់លោកកែមលីនិងសិស្សជាង100នាក់ទៀតនៅវិទ្យាល័យតាកែវកាលពីទសវត្សរ៍ឆ្នាំ80អតីតគ្រូបង្រៀនដែលចូលនិវត្តន៍រូបនេះនិយាយថាលោកកែមលីគឺជាសិស្សដែលរៀនពូកែខាងគណិតវិទ្យាសរសេរអក្សរស្អាតនិងមានអត្តចរិតក្រឹកពីស្លូតបូតលោកបន្ថែមថាសិស្សកែមលីតែងតែចែករំលែកអ្វីដែលខ្លួនយល់ដឹងដល់មិត្តភ័ក្តិរបស់គេសិស្សកែមលីវាចេះទេវាការរៀនជំនាន់ហ្នឹងវារៀនបកែផ្នែកគណិតណាគឺគ្រូដឹងតែផ្នែកឯកទេសមួយហ្នឹងណាគឺគណិតគឺរៀនបកែក្នុងចំណោមសិស្សថ្នាក់ដែលខ្លួនរៀនហ្នឹងគឺយកចិត្តទុកដាក់រៀនបកែតែបកែគណិតហើយនេះហើយរូបវិទ្យាគីមីអីហ្នឹងប្រហែលជាក៏គ្រូនៅបង្រៀនជាមួយគ្នាក៏សារថាបកែដែរប៉ុន្តែនេះនិយាយដែលឡាយតែគណិតមួយណាឃើញគេជំនុំគ្នាគេសិស្សគេធម្មតាសិស្សគេដើរលេងគ្នាគេហ្នឹងយើងលោកគ្រូមិនអាចក្រាបបានទេគាត់ថាឃើញថាការងារអ្វីនៅក្នុងថ្នាក់ក្នុងសាលាហ្នឹងគឺថាមានសាមគ្គីភាពទូលាយទៅណាវាអត់ចង្អៀតចង្អល់ទេកាលហ្នឹងសិស្សចំនួនហ្នឹងហៅធ្វើអីពលកម្មក្នុងសាលាក្នុងអីហ្នឹងធម្មតារស់នៅភូមិជាមួយគ្នានិងធ្លាប់ជាមិត្តរួមថ្នាក់ជាមួយលោកកែមលីលោកអង្គជន់ថ្លែងថាយុវជនកែមលីការនៅសិក្សាគឺជាមនុស្សដែលរៀនឆ្លាតជាងគេបើប្រៀបធៀបនឹងសិស្សក្នុងថ្នាក់លោកបន្តថាស្ថានភាពគ្រួសារលោកនិងយុវជនកែមលីកាលពីជាង20ឆ្នាំមុននោះគឺមិនខុសឆ្ងាយគ្នាប៉ុន្មាននោះទេស្លូតដោយបងប្អូនគេនៅ2នាក់អញ្ចឹងស្លូតអញ្ចឹងពោះមួយគេ3នាក់ចឹងបានតែគូជាមិត្តភក្តិរបស់គាត់ដែរបើគិតពីរឿងហ្នឹងណារៀនកោះនេះមកពេលមកផ្ទះចឹងនេះហៅសួរអីលេងសើចអីធម្មតាបាទពេលគាត់មកលេងផ្ទះហ្នឹងបាទផ្ទះគាត់នៅម្លេចនេះពេលគាត់មកលេងអាស្រ័យជួបគ្នាដែរតែខាត់បាត់ប្រហែលខែមុនហ្នឹងអត់ដែលឃើញមកប្រមុនមកញឹកគ្រឿងអីហើយហៅមិនចង់ហៅគូអាវិញទៅមកហៅទៅវិញមកចូលដែរខ្ញុំទៅចំណែកបងជីដូនមួយលោកកែមលីដែលមានអនុស្សាវរីយ៍ជាមួយគ្នាកាលពីកុមារភាពលោកភោគសម្បូរហៅចយរំលឹកពេលវេលាពាក្យរដ្ឋការថាប្អូនរបស់លោកគឺជាមនុស្សស្លូតបូតប៉ុន្តែមឹងម៉ាត់ក្នុងការសិក្សាដើម្បីរកប្រាក់ផ្គត់ផ្គង់ការសិក្សាពេលខ្លះលោកនិងលោកកែមលីត្រូវរត់កង់ឌុបពីផ្សារអង្គរសោមមកស្ថានីយរថភ្លើងខេត្តតាកែវចម្ងាយផ្លូវជិត10គីឡូម៉ែត្រពីក្មេងបើយើងនិយាយទៅវាធ្លាប់រត់កង់ឌុបរត់អីជាមួយគ្នាអញ្ចឹងតាកែវអង្គសោមកាលហ្នឹងយើងគឺជា80 81ហើយមានកង់ហើយកាលហ្នឹងរត់កង់ឌុបអញ្ចឹងទៅតាកែវអង្គសោមជំនាន់ហ្នឹងអាទេសភ្លើងគេដឹកស្រូវដឹកអង្គឲ្យមនោរាយើងហ្នឹងលក់ហើយនេះលក់ពងទាលក់អីតាមអាទេសភ្លើងកាលហ្នឹងនៅតូចដែរអាយុជាង20ប៉ុន្តែយើងជំនាន់នោះអាយុជាង20អត់មានដូចក្មេងឥឡូវទេ7 8 10ដឹងតែរអីចឹងអត់មានថាចេះឆ្លោះគ្នាចេះអីយើងជំនាន់នោះក្មេងដឹងតែពីម៉ែឪប្រើធ្វើអីធ្វើហ្នឹងចាំបាញ់ម៉ែឪប្រើដឹងតែលឹមឡើងបើខែភាសាអញ្ចឹងចង់ទូចនៅវាលស្រែលោកកែមលីបានតស៊ូរៀនសូត្រដោយស្នាក់នៅជាមួយគេផងនិងនៅវត្តផងរហូតរៀនចប់មហាវិទ្យាល័យនៅកម្ពុជាហើយទទួលបានអាហារូបករណ៍ផ្នែកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមទៅសិក្សាបន្តនៅសាកលវិទ្យាល័យជូឡាឡង់កនប្រទេសថៃនិងប្រទេសម៉ាឡេស៊ីលោកបណ្ឌិតកែមលីធ្លាប់ធ្វើការនៅក្នុងមន្ទីរសុខាភិបាលខេត្តតាកែវរយៈពេល2ឆ្នាំមុនលោកក្លាយជាអ្នកសិក្សាការអភិវឌ្ឍសង្គមនិងវិភាគនយោបាយដែលមានទេពកោសល្យផ្ទៃចំណេះដឹងដល់អ្នកដទៃតាំងពីយុវជនលោកបណ្ឌិតកែមលីធ្លាប់បានបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកត្រួតពិនិត្យតាមដានវិតម្លៃនិងសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមនៅសាកលវិទ្យាល័យឌូវីក្នុងក្រុងបាត់ដំបងលោកបណ្ឌិតកែមលីបង្រៀនមុខវិជ្ជាសិក្សាស្រាវជ្រាវដល់និស្សិត30នាក់ក្នុងនោះមានប្រសង់2អង្គដោយត្រូវបង្រៀន11ម៉ោង5ម៉ោងនៅថ្ងៃសៅរ៍ពេលរសៀល
និង 6 ម៉ោងនៅថ្ងៃអាទិត្យពេលព្រឹកប្រធានការិយាល័យសិក្សានៃសាកលវិទ្យាល័យឌូវីលោកផនមុចឲ្យដឹងថាការបង្រៀនរបស់លោកកែមលីមានភាពប្រកបនិយមដោយផ្សារភ្ជាប់ពីទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងលោកថាសាស្ត្រាចារ្យកែមលីដាក់កិច្ចការឲ្យនិស្សិតធ្វើដោយតម្រូវឲ្យពួកគេចោះស្រង់ទិន្នន័យនិងសម្ភាសពលរដ្ឋដោយផ្ទាល់ដើម្បីសរសេរជារបាយការណ៍លោកបណ្ឌិតកែមលីគឺជាបុគ្គលម្នាក់គឺជាសាស្ត្រាចារ្យដ៏ល្អម្នាក់ដែលបានជួយដល់សិស្សានុសិស្សជាពិសេសនោះគឺលោកគឺមានលក្ខណៈជាមនុស្សរស់រេរាក់ទាក់ហើយជាមនុស្សសាមញ្ញដែលអាចដែលធ្វើឲ្យយើងនឹងគោរពបាទគួរស្ងាត់សរសើរហើយអ្វីដែលសំខាន់ហ្នឹងគឺលោកបានជួយជុំជ្រែងក្នុងការរៀបចំថ្នាក់ Master នេះក្រោយពីដឹងថាសាស្ត្រាចារ្យរបស់ខ្លួនត្រូវបានគេបាញ់សម្លាប់នៅក្រុងភ្នំពេញនិស្សិតប៉ុនវត្ថារំលឹកពីអតីតកាលពេលដែលលោកកែមលីបង្រៀនជំនាញសិក្សាស្រាវជ្រាវចំណេះដឹងដែលមិនទាន់មានពីមុនមកដែលបាត់ដំបងយើងមិនដែលមានមុខវិជ្ជាស្រាវជ្រាវហើយនឹងវិតម្លៃនឹងទេហើយតាមដឹងគឺជាគំនិតរបស់លោកកែមលីដែលលោកដូចផ្ដើមគំនិតនេះគឺផ្ដើមអញ្ចឹងយើងមិនថាអ្វីអ្នកណាដែលមានគំនិតគឺផ្ដើមគឺអ្នកនោះហើយដែលធ្វើឲ្យអ្នកដទៃដើរតាមហើយបំពេញទៅតាមគំនិតដែលគឺដើមនោះអញ្ចឹងខ្ញុំយល់ឃើញថាបើសិនជាលោកនៅបន្តទៀតលោកមានគំនិតគឺដើមល្អហើយមានអ្វីដែលយើងអាចដើរតាមលោកទៀតហើយនឹងអនុវត្តតាមហើយយើងធ្វើតាមយើងទទួលបានជំនុំដែលជោគជ័យហើយនឹងល្អនិយាយអំពីជីវិតការងារវិញលោកកែមលីធ្លាប់បម្រើការនៅក្រសួងសុខាភិបាលកាកបាទក្រហមក្រុមហ៊ុនឯកជននិងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិធំៗដូចជាកម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិហៅកាត់ថា UNDP វិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ NDI មូលនិធិសហប្រជាជាតិដើម្បីកុមារ UNICEF និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID ជាដើមលោកធ្លាប់ជាស្ថាបនិកបង្កើតអង្គការសមត្ថៈផ្ដល់បានជួយពលរដ្ឋក្រីក្រក្នុងការផ្ដល់សេវាសុខភាពសម្រាប់ជនក្រីក្រលោកធ្លាប់ធ្វើការក្នុងតួនាទីជាអគ្គនាយករបស់គណៈកម្មាធិការសម្របសម្រួលផ្នែកជំងឺអេដ HACC ក្រៅពីនេះលោកក៏ធ្លាប់បានសិក្សាស្រាវជ្រាវឲ្យអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនលើផ្នែកសិទ្ធិការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងផ្នែកយុវជននិងការងារលោកក៏ធ្លាប់ធ្វើជាទីប្រឹក្សាឲ្យក្រុមហ៊ុនល្បីឈ្មោះ H&M និងក្រុមហ៊ុន Gap តាក់ទងនឹងការសិក្សាស្រាវជ្រាវអំពីសិទ្ធិការងារនៅកម្ពុជាតាំងពីឆ្នាំ2008មកលោកបានប្រកបរបរជាអ្នកសិក្សាស្រាវជ្រាវយ៉ាងជាប់លាប់ឲ្យស្ថាប័នផ្សេងទៀតរហូតមកដល់បច្ចុប្បន្នដោយមានឯកទេសផ្នែកពេទ្យផងហើយคล้ายខ្លួនមកជាអ្នកវិភាគសិក្សាស្រាវជ្រាវដូចគ្នាលោកបណ្ឌិតមាសនេះឲ្យដឹងថាការដែលពលរដ្ឋខ្មែរភាគច្រើនចាត់ទុកលោកបណ្ឌិតកែមលីថាជាអ្នកវិភាគជើងជាប់ដីដែលនិយាយការពិតពីព្រោះថាការពិតទាំងនោះគឺការចេញពីប្រជាពលរដ្ឋដែលប្រាប់គាត់ពីទុក្ខលំបាករបស់ពួកគេលោកមាសនេះបន្ថែមថាពេលលោកបណ្ឌិតកែមលីវិភាគបញ្ហាសង្គមជាតិនៅតាមប្រព័ន្ធផ្សព្វផ្សាយលោកតែងអ្នកដាស់ការគិតអ្នកស្ដាប់ឲ្យចេះមើលទង្វើថ្នាក់ដឹកនាំប្រទេសជាជាងមើលចុះក្រោមត្រឹមមន្ត្រីថ្នាក់ក្រោមគិតតាំងពីដើមមកថាមិនមែនត្រឹមតែគាត់ទេខ្ញុំក៏ចឹងដែរយើងបានធ្លាប់ចែកចាយនៅការព្រួយបារម្ភរបស់យើងដែរនៅពេលដែលពេលនោះយើងឃើញថាពិសេសអាជ្ញាធរឬក៏រដ្ឋាភិបាលហ្នឹងច្រើនតែចោទប្រកាន់ក្រុមយើងថាជាក្រុមអ្នកវិភាគដូរបាយក៏ប៉ុន្តែតាមពិតយើងមិនបានទៅដូរបាយទេប៉ុន្តែយើងតែងតែគិតថាយើងហាក់ដូចជាយកជីវិតមកបដូរជាមួយនឹងការវិភាគជាងការបដូរបាយព្រោះយើងអត់មានបានកម្រៃអីពីការជួយធ្វើការវិភាគរឿងអស់ហ្នឹងទេគឺបានត្រឹមតែបង្ហាញនៅការពិតអ្វីដែលខ្ញុំបានលើសូនអ្នកស្រុកប្រសើរគាត់គឺគាត់ជាមនុស្សក្លាហានគាត់ឃើញអីគាត់និយាយហ្នឹងហើយការនិយាយរបស់គាត់ក៏មិនញញើតមាត់អញ្ចឹងហើយដែលព្រោះតែអញ្ចឹងហើយបានជាធ្វើឲ្យអ្នកដែលទទួលរងពាក់ព័ន្ធក្នុងបញ្ហាហ្នឹងនៅពេលខ្លះគេមិនសប្បាយចិត្តបាទហើយខ្ញុំគិតថាការមិនសប្បាយចិត្តទាំងអស់ហ្នឹងដែលឈានទៅដល់ការសម្លាប់គាត់លោកបណ្ឌិតកែមលីធ្លាប់បានផ្ដាយផ្ដាំដោយអំពាវនាវឲ្យយុវជនជំនាន់ក្រោយឲ្យមានសេចក្តីក្លាហានដែលផ្ដល់យោបល់និងព័ត៌មានដែលមានភស្តុតាងត្រឹមត្រូវ
មានលក្ខណៈវិទ្យាសាស្ត្រឲ្យបានច្រើននិងមានឧទាហរណ៍ឲ្យបានច្រើនប្រកបដោយក្រមសីលធម៌ខ្ពស់មេឃុំក៏មានប្រពន្ធចង់យុវតីលុយដានីដែលតែងតែធ្វើការផ្ទាល់ជាមួយលោកកែមលីចាប់តាំងពីឆ្នាំ2014ថ្លែងថាលោកកែមលីមានចរិតជាអ្នកដឹកនាំដែលចូលចិត្តចែករំលែកចំណេះដឹងផ្ដល់ឱកាសនិងឲ្យតម្លៃដល់យុវជនជំនាន់ក្រោយធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យប្រសើរជាងគាត់យុវតីរូបនេះដឹងទៀតថាលោកកែមលីតែងតែចុះទៅជួបពលរដ្ឋតាមទីជនបទដើម្បីស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃដើម្បីចងក្រងរបាយការណ៍ហើយរឿងដែលលោកកែមលីបារម្ភខ្លាំងនោះមានការបំផ្លាញព្រៃឈើបញ្ហាព្រំដែនកម្ពុជាវៀតណាមនិងការហូរចូលជនជាតិវៀតណាមក្នុងទឹកដីខ្មែរដោយលោកសម្ដែងក្តីបារម្ភពីជោគវាសនាប្រទេសជាតិទៅថ្ងៃអនាគតសិនជាយុវជនយើងមិនចូលរួមហើយនៅតែនៅដើរភ្លេចខ្លួនអញ្ចឹងដល់ពេលថ្ងៃណាមួយដែលយើងបាត់បង់ប្រទេសមួយហ្នឹងឬគាត់ថាចង់ទៅលេងប្រទេសកំណើតរបស់ខ្លួនឯងក៏មិនអាចទៅបានចង់ប្រាប់គេថាអូប្រទេសហ្នឹងជាប្រទេសរបស់ខ្ញុំក៏មិនអាចនិយាយព្រោះវាជារបស់គេអញ្ចឹងគាត់ចង់ឲ្យធំបំផុតគឺគាត់ចង់ឲ្យយុវជនទាំងអស់ដើរតួស្នូក្នុងការពារប្រទេសជាតិរបស់ខ្លួនកុំចាំបរិសុទ្ធសេសមកជួយបើសិនជាយុវជនជាង4លានអ្នកហ្នឹងគាត់មិនប្រែคล้ายខ្លួនគាត់ទៅជាវីរៈបរិសុទ្ធសេសដើម្បីជួយប្រទេសគាត់ទេប្រទេសយើងពិតជាមិនអាចជួយបានទេព្រោះយើងមិនអាចពឹងទៅលើមនុស្សម្នាក់ឯងយើងត្រូវតែពឹងលើពលរដ្ឋ15លានអ្នកហ្នឹងដើម្បីជួយប្រទេសមួយហ្នឹងទៅវានេះគឺវាមិនតាន់តិចដល់ហើយណាមួយចំណែកយុវជនមឿងសូនីដែលចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកការសាជ្រាវនិងស្ថិតក្នុងក្រុមអ្នកវិភាគវ័យក្មេងដែលបង្កើតឡើងដោយលោកបណ្ឌិតកែមលីនិយាយថាលោកកែមលីជាមនុស្សដែលចូលចិត្តជួយអ្នកដទៃដោយគ្មានប្រាថ្នាចង់បានអ្វីមកវិញហើយខ្វាយខ្វល់ពីរឿងសង្គមយុវជនរូបនេះថាការបាញ់សម្លាប់លោកកែមលីគឺជាការដាស់អារម្មណ៍ពួកគេឲ្យគិតពីរឿងជាតិហើយចងចាំអ្វីដែលលោកបាននិយាយប៉ុន្តែមុននឹងគាត់ស្លាប់ហ្នឹងគឺដែលយើងចាំជាងគេគឺពាក្យសម្ដីដែលថាមុននឹងគាត់បង្កើតក្រុមអ្នកភៀងគាត់ថាគាត់ចង់ឲ្យមានក្មេងចំណុចក្រោយបន្តពីគាត់ព្រោះគាត់មិនដឹងថាថ្ងៃណាពេលណាគាត់ស្លាប់ទេហើយគាត់ចង់ឲ្យអ្វីដែលគាត់សិក្សាបានចែករំលែកដល់ក្មេងចំនួនក្រោយឲ្យបានចេះហើយគាត់ច្រើននិយាយប្រាប់យើងថារៀនធ្វើមនុស្សកុំឲ្យរៀនរស់ដូចត្រីដែលកុំធ្វើជាត្រីដែលហែបបណ្ដោយទឹកហើយត្រូវធ្វើជាត្រីដែលហែបប្រចាស់ទឹកវិញគឺត្រូវរៀនតស៊ូជំនះឧបសគ្គហើយដែលពេលសំខាន់គឺធម្មតាមនុស្សយើងច្រើនតែមានការ stress ហើយនឹងមានភាពស្មុគស្មាញគាត់ព្រានយើងកុំបង្កើនការងារណាដែលស្មុគស្មាញដាក់ខ្លួនឯងទោះជាមានទុកកង្វល់ឬអស់សេចក្តីសង្ឃឹមមិនតែយើងត្រូវតែពុះពៀតទៅមុខទៀតព្រោះអាហ្នឹងគេហៅថាគឺជាជីវិតការបាញ់សម្លាប់លោកកែមលីធ្វើឲ្យមន្ត្រីសង្គមស៊ីវិលដែលតែងតែធ្វើការជាដៃគូជាមួយលោកសម្ដែងការសោកស្ដាយចំពោះការបាត់បង់ធនធានមនុស្សសំខាន់ដែលជាវីរៈជនក្លាហាននិយាយរិះគន់ត្រង់ដើម្បីការរីកចម្រើនផ្នែកលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលោកបណ្ឌិតកែមលីត្រូវបានខ្មាំងកំភ្លើងបាញ់សម្លាប់គឺ2ថ្ងៃក្រោយពីលោកធ្វើជាវាគ្មិនក្នុងវេទិកានៃស្ដាប់វិទ្យុអាស៊ីសេរីវិភាគលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោក Global Witness ស្ដីពីតកោហ៊ុនកាន់កាប់មុខចំនួនក្នុងប្រទេសកម្ពុជារបាយការណ៍របស់អង្គការ Global Witness ដែលលោកបណ្ឌិតកែមលីវិភាគនោះលាតត្រដាងពីការប្រាស្រ័យអំណាចរបស់គ្រួសារនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីក្តោបក្តាប់ជំនួញសេដ្ឋកិច្ចកម្ពុជាតម្លៃរាប់រយលានដុល្លារសហរដ្ឋអាមេរិកហើយកូនរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសច្រានចោលរបាយការណ៍នេះហើយថា Global Witness ជាយាមបង្ខូចកិត្តិយសលោកនាយករដ្ឋមន្ត្រីទោះជាយ៉ាងណាលោកកែមលីថ្លែងនៅក្នុងវេទិកានៃស្ដាប់វិទ្យុអាស៊ីសេរីកាលពីរាត្រីថ្ងៃទី8កក្កដាឆ្នាំ2016ថារបាយការណ៍នេះពីជួយរដ្ឋាភិបាលទៅវិញទេបើសិនជារដ្ឋាភិបាលហ៊ានចេញមុខមកបកស្រាយខ្ញុំសូមឆ្លើយបងថាពិតសំណួរល្អរបាយការណ៍របៀបនេះបើសិនជារដ្ឋាភិបាលមិនមានការឆ្លើយតបសមស្របមិនមានការបកស្រាយសមស្របអាចថាវាជាស្លឹកបៀសម្រាប់គណៈបកប្រឆាំងទទួលបានប្រជាប្រិយភាពមែនប៉ុន្តែប្រសិនបើរដ្ឋាភិបាលធ្វើការសិក្សាស្រាវជ្រាវកែតម្រូវកុំឲ្យមានទំនាស់ផលប្រយោជន៍នោះវាជាស្លឹកបៀរបស់គណៈបកកាន់អំណាចទៅវិញកាលណាកែឲ្យស្ថាប័ននឹងវាល្អអត់មានអំពើពុករលួយអត់មានទំនាស់ផលប្រយោជន៍ហើយច្បាស់លាស់អ្នកណារស់ស៊ីដឹងរស់ស៊ីអ្នកណាធ្វើការដឹងធ្វើការនោះរដ្ឋាភិបាលចំណេញប្រជាប្រិយភាពអាហ្នឹងគឺត្រូវតែទទួលស្គាល់ដោយទំនាស់ដីធ្លីអញ្ចឹង
ប្រសិនបើយើងទុកឲ្យរ៉ាំរ៉ៃវាចំណេញដល់គណៈបកប្រឆាំងអត់ដោះស្រាយប៉ុន្តែបើផ្ទុយទៅវិញបើយើងព្យាយាមដោះស្រាយប្រជាជនសប្បាយចិត្តយើងចំណេញដល់គណៈបកកាន់អំណាចហើយគណៈបកកាន់អំណាចហ្នឹងក៏ទទួលបានអាដំណោះស្រាយជូនប្រជាពលរដ្ឋនឹងទៀតប្រជាប្រិយភាពពីប្រជាពលរដ្ឋនឹងទៀតអានឹងហើយគឺជាការប្រកួតប្រជែងខាងផ្នែកនយោបាយហើយមួយទៀតដែលខ្ញុំចង់ឆ្លើយបងតាមពិតល្អប្រសិនបើយល់ថាវិទ្យុ VOA អាស៊ីសេរីអីមិនលំអៀងយើងគួរតែមានខ្ញុំសំណូមពរដែរណារដ្ឋាភិបាលមាន2អ្នក3អ្នកជំនាញអ្នកខ្លាំងហ្នឹងមកឆ្លើយឬមួយក៏អញ្ជើញ NGO ដែលធ្លាប់ឆ្លើយអញ្ចឹងទៅទូទស្សន៍ហើយយើងចេះសួរដេញដោលអញ្ចឹងដូចគ្នាទៅជួយគណៈបកប្រឆាំងទៅទូទស្សន៍ម្នាក់ឯងម្នាក់ហើយគៀប2អ្នកអីអញ្ចឹងទៅឧទាហរណ៍ហើយយើងចេះតែសួរដេញដោលអញ្ចឹងទៅវាចំណេញជាងពីព្រោះអាហ្នឹងវាបានព័ត៌មានទៅដល់ប្រជាពលរដ្ឋប៉ុន្តែយើងមិនសូវចូលរួមប្រកួតទេមើលទៅរាល់ការវិភាគរបស់លោកកែមលីនៅលើប្រព័ន្ធផ្សព្វផ្សាយជារឿយៗលោកតែងតែទទួលបាននូវការច្រានចោលឬចំអកលកលើយពីមន្ត្រីរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីថាជាអ្នកវិភាគដូបាយវិភាគឯករាជ្យមួយចំហៀងទោះបីជាមិនសម្ដៅចំពោះឈ្មោះលោកក៏ដោយប៉ុន្តែយ៉ាងនេះក្តីលោកមិនខ្លាចញញើតនោះទេលោកតែងតែប្រាំប្រពន្ធកូននិងយុវជនដែលធ្វើការជាមួយលោកឲ្យរឹងមាំកុំឲ្យភ័យនិងកុំយំប្រសិនបើលោកលាចាកលោកដោយការបាញ់សម្លាប់ឬដោយប្រការណាមួយនោះ I give the floor to the distinguished representative of ជុំវិញកិច្ចកម្មលោកដិតកែមលីប្រទេសចំនួន36ដែលជាសមាជិកសភាអឺរ៉ុបនិងប្រទេសប្រជាធិបតេយ្យធំៗដូចជាសហរដ្ឋអាមេរិកជប៉ុនកាណាដានិងអូស្ត្រាលីរួមនឹងប្រទេសមួយចំនួនទៀតទាមទាររដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេតករណីកិច្ចកម្មលោកកែមលីដោយឯករាជ្យដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដដល់ក្រុមគ្រួសារនៃសពការផ្ដោតលើរឿងកិច្ចកម្មនៃពិភាក្សារូបនេះពីបណ្ដាប្រទេសទាំង36ធ្វើឡើងដោយចេញសេចក្តីប្រកាសរួមគ្នាមួយបង្ហាញពីកង្វល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃ14ខែកញ្ញាខ្ញុំរ៉ាន់សំណាងអាស៊ីសេរីរាយការណ៍ពីឃុំលេបូស្រុកត្រាំកក់ខេត្តតាកែវ